មួយ point ដែល បានធ្វើគឺ don't panic even if you missed one answer in audio listening because the audio will not be waiting for us, so meaning it'll force you to continue with the audio. So do not panic, try to stay calm and try to move on with the video and the audio, because sometimes the audio can give you a brief hint of what that answers might be. So after you finished it, you could go back to the answers that you missed and you can make a guess. It's better than panicking, meaning it could lead to you missing more answers after that. And thenមួយហើយ and then one more និយាយទៅមិនអាហ្នឹងនិយាយខ្មែរទៅមិន ពីខ្មែរគឺនៅពេលដែលយើងធ្វើប្រឡងស្ដាប់នៅក្នុង IELTS គឺ IELTS listening នៅពេលដែលយើងស្ដាប់បានមួយចម្លើយគេនិយាយហួសអញ្ចឹងទៅយើងកុំភ័យឬក៏កុំពិបាកចិត្តដោយសារតែពិបាកចិត្តភ័យទៅវាអាចធ្វើឲ្យយើងអត់បាន focus ទៅលើ audio បន្ទាប់ទៅហើយយើង focus ទៅលើអ្វីដែលយើងបានអត់បានសរសេរអញ្ចឹងទៅអាចនឹងយើង miss អាចនឹងខ្វះអត់បានឃើញអត់បានឮចម្លើយផ្សេងទៀតអញ្ចឹងទៅទោះបីជាយើងភ្លេចមួយក៏ដោយអញ្ចឹងយើងគួរតែ move on ទៅជាមួយ audio មួយហ្នឹងគឺស្ដាប់បន្ទាប់ទៀតហើយ answer ចម្លើយផ្សេងទៀតដោយសារនៅពេលខ្លះនៅក្នុង IELTS ពេលដែលយើងនិយាយពេលដែលយើងស្ដាប់ទៅចម្លើយផ្សេងអាចនឹងឲ្យ hint មកចម្លើយចាស់ខ្លះអញ្ចឹងដល់ពេលយើងអានចប់ហើយយើងអាចត្រឡប់ទៅវិញដើម្បីធ្វើ guess ដើម្បីទាយបានអញ្ចឹងទោះបីយើងអត់ចេះពាក្យកណ្ដាលទីក៏យើងអត់ឈប់ដែរបាទយើងត្រូវអានឬក៏ស្ដាប់ឲ្យចប់តែម្ដងបាទដោយសារប្រឡងស្ដាប់ហ្នឹងគឺយើងស្ដាប់បានតែម្ដងហើយគេអត់ឈប់ឲ្យយើងហើយមួយទៀតចាំថា before every listening IELTS, like before every listening exam, you should try to read the introduction and description clearly, because sometimes they could say one word or one word and one numbers, or one word or one numbers. So you have to read the description properly or else you'll answer it wrong, meaning even if you answer it right but you exceed like the amount of words they put in the description, you still get it wrong. So before every IELTS you need to use your preparation time wisely by reading the description and try to look at all the question and try to make a prediction so when the audio start playing you know what you need to look for. យល់ខ្លីមកអញ្ចឹងមានន័យថានៅពេលដែលមុននឹងប្រឡងស្ដាប់ម្ដងយើងគួរតែអានពី rule ពីវិន័យពី rule នៃអ្វីដែលគេបានដាក់លើกระดาษហ្នឹងយើងត្រូវអានហើយយើងគួរអានអក្សរដែលជាសំណួរហ្នឹងអានហើយយើងគួរតែទាយលេងថានៅក្នុងហ្នឹងចម្លើយអាចនឹងជាអ្វីអញ្ចឹងដល់ពេលដែលយើងស្ដាប់ទៅគឺយើងអាចនឹងដឹងថាអ្វីដែលយើងគួរ like មើលដើម្បីគួរស្ដាប់ for អញ្ចឹងមានន័យថា it's increase the accuracy of listening មានន័យថាវាធ្វើឲ្យការស្ដាប់របស់យើងនឹងស្រួលជាងអត់បានអានអត់បាន make prediction យើងស្ដាប់យូរហ្មងយើងអាចវល់ដោយសារនៅក្នុង IELTS គេអត់និយាយពាក្យផ្ទាល់ហ្មងគឺគេនិយាយពាក្យផ្សេងដែលមានន័យតែមួយអញ្ចឹងទៅឧទាហរណ៍បើគេនិយាយ car តែនៅក្នុង IELTS គេ transportation អញ្ចឹងយើងមិនគួរស្ដាប់ទៅលើពាក្យដែលទៅលើពាក្យអីគឺយើងស្ដាប់ទៅលើ meaning វិញហើយស្ដាប់ពាក្យអាចខុសអាចច្រឡំមែនបាទដោយសារ IELTS គេអត់និយាយពាក្យហ្មងឯងគឺនិយាយពី meaning ផងហ្នឹងវិញអញ្ចឹងឧទាហរណ៍បើសិនជាហ្នឹងមកពាក្យឧទាហរណ៍ដូចជាយន្តហោះហ្នឹងទៅតែដល់ពេលនៅក្នុង IELTS គេនិយាយថាឧទាហរណ៍ថាយន្តហោះចេញមក10អញ្ចឹងទៅ IELTS គេអាចនឹងនិយាយថាយន្តហោះបានយឺតបានអត់បានចេញម៉ោង9ទេគឺពជាទៅដល់ម៉ោង10ហើយតែនាំតម្នាក់នេះដើរទៅដល់គឺវាម៉ោង10កន្លះហើយអញ្ចឹង final answer ហ្នឹងគេគឺ10កន្លះនៅពេលដែលម្នាក់ស្រីបានឡើងលើ airplane អញ្ចឹងគឺគេនិយាយដើម្បីបន្លំយើងអញ្ចឹងយើងត្រូវស្ដាប់ carefully and that's why you need to make a prediction គួរទាយទុកមុនដើម្បីឲ្យការស្ដាប់របស់យើងហ្នឹងស្រួលជាងមុនហើយនៅពីទៀតអត់សូវសំខាន់មែននោះភ្លេចបាត់ហើយដោយសារវានៅលើ slide on share ទៅគ្រូអញ្ចឹង